បាទសូមជម្រាបសួរជាថ្មីបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍នេះគឺជាការចេញនៅវីដេអូបន្ថែមពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវនៅក្នុងតំបន់ព្រំដែនណាដោយសារតែមានរឿងថ្មីទៀតហើយក្រសួងការពារជាតិកម្ពុជាទើបតែចេញនៅសេចក្តីប្រកាសព័ត៌មានកាលពីល្ងាចមិញនេះទេបាទហើយក្តៅតែម្ដងគឺពាក់ព័ន្ធជាមួយនឹងស្ថានភាពនៅតំបន់ព្រំដែនបាទអញ្ចឹងខ្ញុំសូមជម្រាបជូនពីខ្លឹមសារនៅក្នុងសេចក្តីប្រកាសដែលទើបចេញពីល្ងាចមិញបាទនៅក្នុងសេចក្តីប្រកាសគឺក្រសួងការពារជាតិកម្ពុជាបានបង្ហាញនៅការសោកស្ដាយបាទសោកស្ដាយនឹងដោយហេតុថាភាគីថៃមិនបានគោរពនៅកិច្ចព្រមព្រៀងហើយថែមទាំងបានបង្កើននូវសកម្មភាពរំលោភបំពានលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាដែលផ្ទុយពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ2000បាទហើយទន្ទឹមគ្នាក្រសួងក៏បានឲ្យដឹងដែរថាភាគីថៃនឹងគឺបានបង្កើនសកម្មភាពបង្ហោះដ្រូនការជីកលិនដ្ឋានការបង្កើននិងចល័តអាវុធគ្រប់គ្រងក៏ដូចជាសព្វាវុធគ្រប់ប្រភេទការសាងសង់នៅហេដ្ឋារចនាសម្ព័ន្ធនិងបង្កើនចំនួនទ័ពនៅតាមព្រំដែននៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យដែលនេះគឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតទៅដល់សន្តិភាពនិងសន្តិសុខនៃប្រទេសទាំងពីរបាទនេះបើតាមការបញ្ជាក់បន្ថែមនៅក្នុងលិខិតរបស់ក្រសួងការពារជាតិណាបាទជាមួយគ្នាបងប្អូនយើងក្រសួងក៏បានបញ្ជាក់ដែរថាកងទ័ពកម្ពុជាគាំទ្រនៅជំហររបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការដោះស្រាយចំនួនតាមច្បាប់អន្តរជាតិនិងដោយសន្តិវិធីព្រមទាំងរក្សាជំហរយ៉ាងមុតមមទាំងកងទ័ពទាំងប្រជាជននៅទូទាំងប្រទេសតែម្ដងគោរពអធិបតេយ្យរបស់ប្រទេសជិតខាងនិងបដិញ្ញាប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាពបាទនេះគឺជាការបដិញ្ញាចិត្តយើងឃើញថាកងទ័ពថៃបានជាយាមធ្វើសកម្មភាពម្ដងជាពីរដងនៅក្នុងន័យបញ្ឆេះកំហឹងរបស់កម្ពុជាតែកម្ពុជានៅតែរក្សាភាពចាស់ទុំរបស់ខ្លួនមិនតបតមិនបំពេញទេលុះត្រាតែមានការឈ្លានពានចូលទឹកដីរបស់កម្ពុជាអញ្ចឹងក្រសួងបញ្ជាក់បន្ថែមថាបើសិនជាមានការឈ្លានពានចូលទឹកដីកម្ពុជាមិនថា1មីលីម៉ែត្រណានោះទេកម្ពុជានឹងតបតដោយមិនអត់ឱនឲ្យចដាច់ខាតបាទមិនអត់ឱនឲ្យចដាច់ខាតមិនថាប្រទេសណាមួយនោះទេហើយក្នុងន័យនេះគឺកម្ពុជាបដិញ្ញាការពារតែម្ដងគឺអធិបតេយ្យភាពរបស់ខ្លួនទោះបីជាក្នុងតម្លៃណាក៏ដោយបាទនេះគឺជារឿងរ៉ាវថ្មីហើយយើងកត់សម្គាល់ឃើញថាអ្វីដែលជាព័ត៌មានដែលយើងទើបតែដឹងនោះកន្លងមកយើងធ្លាប់ឃើញមានព័ត៌មានដែលគេផ្សព្វផ្សាយណាមិនចេញពីមាត់របស់ក្រសួងការពារជាតិទេបងប្អូនយើងប៉ុន្តែឥឡូវនេះក្រសួងការពារជាតិបានបញ្ជាក់ហើយគឺសកម្មភាពដែលខាងថៃនោះគេធ្វើសកម្មភាពកងទ័ពបង្កើនសកម្មភាពទ័ពមានការបង្កើនការបង្ហោះដ្រូនអីផ្សេងៗហ្នឹងតែកម្ពុជានៅតែរក្សាភាពអត់ធ្មត់របស់ខ្លួនបាទភាពអត់ធ្មត់របស់ខ្លួនតាមប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចហ៊ុនម៉ាណែតបានបញ្ជាក់ការពីល្ងាចមិញនេះដែរគឺនៅក្នុងពេលថ្លែងសុន្ទរកថាបាទគឺសម្ដេចបានបញ្ជាក់ថាកម្ពុជាគឺអត់ធ្មត់ខ្លាំងបំផុតចំពោះបញ្ហាព្រំដែនជាមួយថៃនេះគឺមិនចង់ឲ្យមាននៅការប្រើអាវុធមិនចង់ឲ្យមានការផ្ទុះនៅចំនួនទ្រង់ទ្រាយធំនោះទេបាទក៏ប៉ុន្តែយ៉ាងណាក៏ដោយនៅពេលដែលកម្ពុជាមិនតបតនឹងបែរជាត្រូវគេជន់បាទបែរជាត្រូវភាគីថៃនឹងជន់ម្ដងជាពីរដងហើយកម្ពុជាក៏ឆ្លើយតបវិញប៉ុន្តែនៅពេលឆ្លើយតបនោះបែរជាត្រូវគេចោទថាជាការបង្កហេតុបាទជាការឌឺដងណានោះទៅវិញបាទអញ្ចឹងយើងឃើញថានេះគឺជារឿងរ៉ាវមួយដែលថ្នាក់ដឹកនាំកម្ពុជាមិនសប្បាយចិត្តជាមួយនឹងភាគីថៃដែរជុំវិញបញ្ហានេះបាទហើយកម្ពុជាក៏ព្យាយាមប្រើប្រាស់នៅមធ្យោបាយចរចាដោយសន្តិវិធីដែរបាទគោរពនិងអនុវត្តទៅតាមផ្លូវច្បាប់ពាក់ព័ន្ធជាមួយនឹងករណីនៅតំបន់ព្រំដែនដែលកំពុងតែមានវិវាទនេះបាទជាមួយគ្នាដែរបងប្អូនខ្ញុំសូមជួបបន្តិចទៀតគឺពាក់ព័ន្ធជាមួយនឹងបញ្ហាព្រំដែនដូចម្សិលមិញគឺសម្ដេចហ៊ុនសែនលោកបានប្រកាសទុកពេល24ម៉ោងហើយក្នុងថ្ងៃនេះគឺវាដល់អាសន្នវត្តហើយគឺរយៈពេល24ម៉ោងបានបញ្ចប់កម្ពុជាក៏សម្រេចបិទច្រកព្រំដែនមិនឲ្យនាំចូលបន្លែផ្លែឈើពីថៃមកនោះទេបាទគឺបិទទាំងស្រុងតែម្ដងខ្ញុំសូមបញ្ជាក់ណាបងប្អូនយើងគឺបិទសម្រាប់តែការនាំចូលបន្លែនិងផ្លែឈើទេបិទនៅតាមគ្រប់ច្រកព្រំដែនទាំងអស់គឺមិនឲ្យនាំចូលទេបាទបើក្រៅពីបន្លែនិងផ្លែឈើគឺនៅចរាចរណ៍ធម្មតាគ្រាន់តែអនុវត្តទៅតាមម៉ោងពេលដែលត្រូវបានកំណត់រៀងខ្លួនបានន័យថាថៃគឺបើកម៉ោង8អញ្ចឹងទៅបិទម៉ោង4រសៀលតែយើងនឹងបើកម៉ោង9ព្រឹកហើយបិទម៉ោង4រសៀលដូចគ្នាអញ្ចឹងទៅបាទតែចំពោះបន្លែផ្លែឈើគឺពីថ្ងៃនេះទៅគឺហាមឲ្យអត់ឲ្យនាំចូលពីថៃមកទេបាទដោយសារតែថ្នាក់ដឹកនាំកម្ពុជាបានលើកឡើងថាថៃជាអ្នកបិទ
ច្រកព្រំដែនជាឯកតោភាគីហើយមិនព្រមបើកឲ្យដំណើរការវិញអញ្ចឹងកម្ពុជាក៏មានសិទ្ធិនៅក្នុងការចាត់វិធានការដែរពាក់ព័ន្ធជាមួយនឹងបញ្ហាហ្នឹងណាបាទហើយថ្នាក់ដឹកនាំកម្ពុជានៅតែទទូចថារឿងបាត់នេះគឺបើសិនជាប្រជាជនថៃខឹងកុំបន្ទោសរដ្ឋាភិបាលខ្មែរគួរតែទៅតវ៉ាជាមួយរដ្ឋាភិបាលថៃទៅព្រោះថាថៃគឺជាអ្នកបិទជាឯកតោភាគីអញ្ចឹងកម្ពុជាគ្រាន់តែជាការចាត់វិធានការតាមក្រោយទេបាទបងប្អូនយើងពាក់ព័ន្ធជាមួយនឹងបញ្ហាព្រំដែននេះយើងឃើញថានៅតែឡើងកម្ដៅមិនទាន់ស្រាកស្រានទេអញ្ចឹងយើងរងចាំមើលទាំងអស់គ្នាតើនឹងទៅជាយ៉ាងណាគ្រាន់តែថាម្សិលមិញខ្ញុំបានជម្រាបជូនដែរថាលិខិតរបស់កម្ពុជាដែលបានដាក់ទៅតុលាការ ICJ នោះគឺបានទៅដល់ដៃ ICJ ហើយអញ្ចឹងយើងចាំមើលយន្តការផ្លូវច្បាប់ជាបន្តទៀតប៉ុន្តែសម្រាប់កម្ពុជាត្បិតថាប្រើយន្តការផ្លូវច្បាប់ហើយកងទ័ពក៏នៅតែប្រុងជើងការជានិច្ចតែកងទ័ពនេះគឺជាជំរើសចុងក្រោយនៅពេលដែលមានការឈ្លានពានណាមួយពីភាគីថៃកម្ពុជានឹងតបតវិញដោយស្មារតីតែម្ដងបាទត្បិតថាប្រទេសថៃជាប្រទេសធំជាងបាទកម្ពុជាជាប្រទេសតូចប៉ុន្តែបើនិយាយពីការការពារបូរណភាពទឹកដីគឺកម្ពុជាមានការបដិញ្ញាចិត្តខ្ពស់មិនឲ្យបាត់បង់ឬក៏មិនឲ្យមានការឈ្លានពានបានជាដាច់ខាតបាទនេះបើតាមការបញ្ជាក់ពីប្រមុខរដ្ឋាភិបាលកម្ពុជារួមទាំងក្រសួងការពារជាតិរបស់កម្ពុជាផងដែរបាទបងប្អូនយើងខ្ញុំសូមជូនព័ត៌មានថ្មីត្រឹមប៉ុណ្នេះហើយបើមានរឿងអីបន្ថែមខ្ញុំនឹងជម្រាបជូនជាបន្តទៀតនៅក្នុងវីដេអូក្រោយបាទអញ្ចឹងអរគុណជម្រាបលាបាទ